សួស្តីបងប្អូនថ្នាក់ទី6ទាំងអស់គ្នាក៏ជម្រាបសួរដល់អាណាព្យាបាលផងដែរចាអញ្ចឹងថ្ងៃនេះមុខវិជ្ជាសិក្សាសង្គមចាគឺយើងចាប់ផ្ដើមបន្តមេរៀនរបស់យើងទៀតណាដោយសារតែមេរៀនយើងគឺមិនទាន់ទៅណាឆ្ងាយពីបន្ទីលង្វែកទេចាតែអញ្ចឹងអ្នកគ្រូសូមរំលឹកមេរៀនចាពីចាម៉ោងមុនចាកាលពីថ្ងៃអង្គារចាយើងរៀនដល់ចំណុចណាបងអូនហើយចំណុចហ្នឹងគឺនិយាយអំពីគេចាល្អណាស់គឺយើងរៀនដល់ចំណុចគោចាចំណុចគោនោះដែរគឺគេនិយាយអំពីគេចាគឺគេនិយាយអំពីព្រះបាទសត្ថាទី1ចាអញ្ចឹងតើព្រះបាទសត្ថាទី1គាត់សោយរាជ្យបានរយៈពេលប្រហែលឆ្នាំបងអូនចាគឺ10ឆ្នាំណាចាចាប់ពីឆ្នាំ1576ដល់1586ចាតើនៅក្នុងរាជ្យរបស់ព្រះអង្គ10ឆ្នាំតើមានព្រឹត្តិការណ៍អ្វីខ្លះដែរតែកាត់ឡើងបងអូនណាដឹងលើកដៃបងអូនចាល្អណាស់គឺមានចាចំនួនជាមួយប្រទេសណាបងអូនចាគឺប្រទេសសៀមចាហើយនឹងចំនួនផ្ទៃក្នុងមានការបែកបាក់ផ្ទៃក្នុងនៅក្នុងរាជវង្សខ្លួនឯងនឹងដែរណាចាអញ្ចឹងហេតុអីបានមានបែកបាក់ផ្ទៃក្នុងជាមួយនឹងខ្មែរគ្នាឯងដោយសារអីបងអូនចាគឺដោយសារតែព្រះបាទសត្ថាទី1ហ្នឹងគឺគាត់បានផ្ទេររាជសម្បត្តិទៅឲ្យបុត្រាច្បងរបស់គាត់ដែលមានព្រះជន្មត្រឹមតែអាយុ11ចាគឺ11វស្សាប៉ុណ្ណោះណាចាអញ្ចឹងហើយបានធ្វើឲ្យចានាយម៉ឺនសពមន្ត្រីនៅក្នុងព្រះរាជវាំងហ្នឹងគឺមិនសពតិទៅនឹងការសម្រេចចិត្តរបស់ព្រះបាទសត្ថាទី1ទេមែនអត់ចាគឺរាជក៏ដូចជាមន្ត្រីចានៅបន្ទាយលួងវែកហ្នឹងគឺគាត់គ្រប់គ្រងចាព្រះអង្គណាបងអូនចាគឺព្រះអង្គចាគឺព្រះបាទស្រីសូរ្យោពណ៌មែនទេចាដោយសារតែព្រះបាទស្រីសូរ្យោពណ៌នោះគឺគាត់ចាមានលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងសម្រាប់ដែលគាត់គ្រប់គ្រងប្រទេសបានចាប៉ុន្តែដោយសារតែគាត់ត្រឹមតែជាប្អូនរបស់ព្រះបាទសត្ថាទី1ចាអញ្ចឹងព្រះបាទសត្ថាទី1មិនចង់ឲ្យបាត់បង់ចារាជសម្បត្តិទៅឲ្យព្រះបាទសូរ្យោពណ៌ទេអញ្ចឹងគឺគាត់សម្រេចចិត្តលើករាជសម្បត្តិគាត់ឬក៏ផ្ទេររាជសម្បត្តិរបស់គាត់ហ្នឹងទៅឲ្យបុត្រាច្បងរបស់គាត់ដែលមានអាយុ11ព្រះវស្សាចាអញ្ចឹងហើយបានធ្វើឲ្យមានទំនាស់ផ្ទៃក្នុងនៅក្នុងរាជវង្សហើយបានចែកជាពីរក្រុមមែនទេចាអញ្ចឹងតើក្រុមណាខ្លះបងអូនចាគឺក្រុមចាខាងព្រះបាទចេស្តាហ្នឹងគឺជាបុត្រាដែលមានអាយុ11ឆ្នាំហ្នឹងចាហើយនឹងមួយក្រុមទៀតគឺព្រះបាទស្រីសូរ្យោពណ៌ចាអញ្ចឹងពេលចាប់រាជរបស់ព្រះបាទសត្ថាទី1នឹងរយៈពេល10ឆ្នាំហ្នឹងចាហើយបន្ទាប់ទៀតដែលខ្មែរយើងបែកបាក់សាមគ្គីគ្នាមានចំនួនផ្ទៃក្នុងចំនួនក្នុងរាជវង្សតើមានរឿងអ្វីកើតឡើងមានព្រឹត្តិការណ៍អ្វីកើតឡើងទៀតនៅក្នុងបន្ទាយលង្វែកចាតើអញ្ចឹងទាំងអស់គ្នាមកតាមដានមេរៀនជាមួយអ្នកគ្រូទៀតចាតើអញ្ចឹងយើងមកមើលរូបភាពចាអញ្ចឹងបងមើលរូបភាពតើបងអូនឃើញអ្វីខ្លះចាណាគឺឃើញមានប្រជាជនកំពុងតែធ្វើអីគេបងអូនកំពុងតែកាប់ឆ្កាគុំឫស្សីចាអញ្ចឹងតើបងអូនដឹងទេថាគុំឫស្សីហ្នឹងវាមានប្រយោជន៍អ្វីនៅក្នុងបន្ទាយលង្វែកចាល្អណាអញ្ចឹងគុំឫស្សីនេះគឺមានប្រយោជន៍ខ្លាំងណាស់គឺជាខែសម្រាប់ការពារបន្ទាយលង្វែកទាំងមូលមែនអត់គឺដោយសារតែបន្ទាយលង្វែកនេះគឺមានកម្រាស់ដល់ប្រមាណបងអូនចាមានកម្រាស់ដល់ទៅ80ម៉ែត្រចាមានកម្រាស់ទៅដល់
80 ម៉ែត្រអញ្ចឹងហើយបានធ្វើឲ្យប្រទីលង្វែករឹងមាំបានទប់ទល់នឹងសត្រូវបានចាអញ្ចឹងតើរូបភាពនេះគេចង់មានន័យថាម៉េចបងអូនណាអាចមើលយល់ទេបងអូនចាល្អណាគឺគេចង់បង្ហាញថាប្រជាជនហ្នឹងគឺគាត់នាំគ្នាកាប់ឆ្កាអីគេចាកាប់ឆ្កាគុំឫស្សីដែលជាកំផែងការពារហ្នឹងចុះហេតុអីបានប្រជាជនខ្មែរដឹងថាហ្នឹងជាកំផែងការពារប្រទីលង្វែកដ៏រឹងមាំហើយហេតុអីបានពួកគាត់ទៅកាប់ឆ្កាអញ្ចឹងបងអូនចាអញ្ចឹងចាំបងអូនអានមេរៀនរបស់យើងណាចាអញ្ចឹងនេះគឺជារូបភាពដែលអ្នកគ្រូចង់បង្ហើបពីសាច់រឿងនៅក្នុងមេរៀនរបស់យើងណាចាអញ្ចឹងតើយើងមើលបន្តទៀតចាអញ្ចឹងទី3នេះគឺគេនិយាយអំពីការបែកបាក់បន្ទាយលង្វែកចាអញ្ចឹងការបែកបាក់បន្ទាយលង្វែកនេះតើវាមានមូលហេតុអ្វីបានធ្វើឲ្យបែកបាក់បន្ទាយលង្វែកចាហើយអ្នកណាដែលធ្វើឲ្យបន្ទាយលង្វែកបែកបាក់ណាចានេះគឺជាការដែលធ្វើសង្គ្រាមរូបភាពនេះគឺជារូបភាពនៅក្នុងសមរភូមិដ៏ក្តៅកគុកនៅក្នុងសម័យលង្វែកណាចាអញ្ចឹងក្រោយពេលដែលបន្ទាយលង្វែករបស់យើងបែកបាក់ហើយចាអញ្ចឹងអ្នកគ្រូចង់បង្ហាញពីរូបភាពបច្ចុប្បន្នចានេះគឺជារូបភាពបច្ចុប្បន្ននៅបន្ទាយលង្វែកចាអញ្ចឹងបងអូនមើលមានឃើញអីគេខ្លះបងអូនចាគឺមានគុំឫស្សីប៉ុន្តែគុំឫស្សីនេះគឺមិនបានមាំទាំដូចការដែលបន្ទាយលង្វែកចារបស់យើងពីដើមទេណាចាអញ្ចឹងនេះគឺជារូបភាពបច្ចុប្បន្នទោះមានគុំឫស្សីប៉ុន្តែគុំឫស្សីក៏ស្ដើងដែរហើយក៏មិនខ្ពស់ចាក៏មិនខ្ពស់ដែលធ្វើជាខែដូចការពីជំនាន់ចាបន្ទាយលង្វែកយើងនៅរឹងមាំដែរចាអញ្ចឹងនេះគឺជារូបបច្ចុប្បន្នចាហើយនេះគឺជាគូទឹកចាគូទឹកដែលព័ទ្ធជុំវិញកម្រាស់ឫស្សី80 ម៉ែត្រនឹកអញ្ចឹងយើងមើលតាមផែនទីរបស់បន្ទាយលង្វែកគឺយើងមើលឃើញហើយមែនអត់ដំបូងគេគឺគូទឹកទី1ចាគូទឹកទី1ហើយគឺមានចាគុំឫស្សីមានន័យថារនាំងឫស្សីចាពេលរនាំងឫស្សី80 ម៉ែត្រហើយបានមានគូទឹកមួយទៀតមែនទេចាអញ្ចឹងនេះគឺជាគូទឹកដែរអមសងខាងរនាំងឫស្សីចាអញ្ចឹងដែនដីប្រវត្តិសាស្ត្រនៃបន្ទាយលង្វែកនៅខេត្តកំពង់ឆ្នាំងហ្នឹងឥឡូវនេះគឺត្រូវបានរិចរើអស់ហើយមានថាពេលយើងមើលទៅថតពីលើទៅគឺលែងឃើញរូបផែនទីឬក៏ឃើញស្នាក់ស្នាមដូចដែលយើងឃើញផែនទីពីមុនមកហើយចាគឺអត់មើលឃើញថាគូទឹកកន្លែងណាជារនាំងឫស្សីចាកន្លែងណាជាចាខែទី1ខែទី2អីគឺយើងមើលលែងដឹងហើយដោយសារតែឥឡូវនេះគឺប្រជាពលរដ្ឋគឺគាត់បានចូលទៅចារុករៀននៅតំបន់បន្ទាយលង្វែករបស់យើងហ្នឹងគឺគាត់បានកាប់ឆ្ការឬក៏ឈូសឆាយដីហ្នឹងធ្វើជាស្រែចម្ការរបស់គាត់ចាអញ្ចឹងហើយធ្វើឲ្យស្នាក់ស្នាមចាបន្ទាយលង្វែកចាស់ហ្នឹងគឺត្រូវបានរលប់ចាត្រូវបានរលប់ប៉ុន្តែអាជ្ញាធរនៅតំបន់ហ្នឹងគឺគាត់បានខំប្រឹងដុតដៃដុតជើងទប់ស្កាត់ដែរចាឥឡូវនេះគឺគាត់ត្រូវបានយកចិត្តទុកដាក់ខ្លាំងគាត់ខំប្រឹងទប់ស្កាត់ដើម្បីកុំឲ្យរលប់ដានប្រវត្តិសាស្ត្ររបស់យើងព្រោះអីអាហ្នឹងគឺជាដែនដីនៅបន្ទាយលង្វែកហ្នឹងគឺជាដែនដីប្រវត្តិសាស្ត្រដ៏ជូរចត់របស់ខ្មែរយើងណាចាយើងបានរៀនមេរៀនមុនហ្នឹងមែនអត់គេថាបន្ទាយលង្វែកគឺជាប្រវត្តិសាស្ត្រដ៏ជូរចត់របស់ខ្មែរយើងចាអញ្ចឹងតើប្រវត្តិសាស្ត្រជូរចត់យ៉ាងម៉េចបានអ្នកនិពន្ធហ៊ានថាបន្ទាយលង្វែកហ្នឹងគឺជារឿងប្រវត្តិសាស្ត្រដ៏ជូរចត់របស់ខ្មែរនោះចាអញ្ចឹងគឺមាននៅក្នុងចាចំណុចទី3នេះទាំងអស់បងអូនណាគឺចំណុចកន្លែងការបែកបាក់បន្ទាយលង្វែកហ្នឹងហើយតើសាច់រឿងហ្នឹងតើវាជូរចត់យ៉ាងណាចាអញ្ចឹងបងអូនអានមេរៀនទាំងអស់ហ្នឹងចំណុចទី3ហ្នឹងចាអានឲ្យអ្នកគ្រូថតឲ្យអ្នកគ្រូណាផ្ញើឲ្យអ្នកគ្រូហើយអ្នកគ្រូនឹងមានវីដេអូមួយទៀតអមនឹងចាមេរៀនរបស់យើងចាដែលគេនិយាយសាច់រឿងលម្អិតចាពីការបែកបាក់បន្ទាយលង្វែកហ្នឹងចា
តែអញ្ចឹងអ្នកគ្រូមានតែប៉ុណ្ណឹងហើយអ្នកគ្រូមានសំណួរសួរថាទី1ចូលនិយាយពីមូលហេតុដែលនាំឲ្យសៀមនឹងវាយបទីលង្វែកបានចាអញ្ចឹងហេតុអីបានសៀមបទីវាយយកបទីលង្វែកបានចាអញ្ចឹងបងអូនអានមេរៀនរបស់យើងហើយនឹងស្ដាប់វីដេអូដែលអ្នកគ្រូផ្ញើឲ្យតាមក្រោយទៀតចាបងអូននឹងអាចនិយាយរៀបរាប់បានហើយចាអូខេទី2តើសៀមវាយកបទីលង្វែកបានចានៅឆ្នាំណាចាអញ្ចឹងអាលេខ9 3ដើមនេះពេលអ្នកគ្រូសំទោសណាគឺចុចវាជាប់មកណាចាអញ្ចឹងលេខ9 3ដើមនេះគឺអត់ចាគឺត្រូវលុបទេណាចាគឺអត់មានចូលជាមួយសំណួររបស់យើងទេប៉ុន្តែវាជាប់មកអញ្ចឹងអ្នកគ្រូសំទោសណាចាអញ្ចឹងសំណួរសួរថាតើសៀមវាយកបន្ទាយលង្វែកបាននៅឆ្នាំណាហើយសៀមយកអ្វីទៅខ្លះពីបន្ទាយលង្វែករបស់យើងណាចាអញ្ចឹងអ្នកគ្រូមានតែពីសំណួរហ្នឹងជាចុងក្រោយអ្នកគ្រូសូមអរគុណចំពោះការចូលរួមរបស់បងប្អូនណា